ផ្ដើមពីអាហារមួយពេលនៅពេលដែលយើងបរិភោគចូលទៅកោសិកាផ្សេងៗនៃរាងកាយនឹងបឺតស្រូបយកសារធាតុចិញ្ចឹមនៅត្រង់ចំណុចពោះវៀនតូចចំណែកដែលនៅសល់គឺជាកាកសំណល់ដែលនឹងត្រូវបានបញ្ជូនបន្តទៅក្នុងពោះវៀនធំដែលនៅក្នុងពោះវៀនធំរបស់យើងគឺពោរពេញទៅដោយបាក់តេរីដែលពួកវានឹងមានប្រតិកម្មឬស៊ីនៅកាកសំណល់ទាំងនោះរួចហើយបង្កើតបានទៅជាខ្យល់ឬអូស្មန်ពុលកាបូនឌីអុកស៊ីតដែលហៅថាផមនេះឯងផមគឺនឹងមានក្លិនខ្លាំងអាស្រ័យទៅតាមរបបអាហារដូចជាគ្រឿងស្រវឹងបន្លែឆៅគ្រប់ធញ្ញជាតិដូចជាសណ្តែកដីជាដើមចំណែកឯទឹកនោមគឺជាកាកសំណល់ដែលតម្រងនោមចម្រាញ់ចេញពីចរន្តឈាមតាមរូបបែបជាយូរាដែលយូរានេះតាមពិតគឺគ្មានពណ៌មានក្លិនហើយក៏ជាសារធាតុរឹងប៉ុន្តែសួរថាហេតុម្ដេចបានជាទឹកនោមមានក្លិនឆ្អែតស្អុយតាមការពិតទៅទឹកនោមកាលដែលនៅក្នុងរាងកាយកាលដែលនៅក្នុងប្រព័ន្ធបង្ហូរនោមគឺពុំមានក្លិននោះទេទឹកនោមមានក្លិនស្អុយឆ្អែតនៅពេលដែលចេញមកខាងក្រៅគឺនៅពេលដែលវាទៅជួបនឹងបាក់តេរីខាងក្រៅគឺបាក់តេរីនោះបានបំលែងយូរាទៅជាអាម៉ូញ៉ាកដែលវាបង្កើតបានទៅជាក្លិនទឹកនោមទាំងអស់នេះមានន័យថាទឹកនោមកាលដែលនៅក្នុងរាងកាយគឺមិនទាន់មានក្លិននោះទេចំណែកឯផោមគឺមានក្លិនតាំងពីនៅក្នុងពោះរហូតចេញមកក្រៅ